នេះឲ្យទេសភាពនៅខ្វាងជូបាទខ្វាងជូនៅប្រទេសចិនគឺស្អាតមែនតើបាទពេលដែលខ្ញុំមកដល់ហ្នឹងគឺខ្ញុំបានមើលទេសភាពហ្នឹងឃើញស្អាតខ្ញុំទិញទូរស័ព្ទយកមកថតគឺស្អាតមែនតើតែគេគឺមើលទៅស្អាតហ្មងឃើញស្អាតហ្នឹងហើយឥឡូវខ្ញុំចុះមកដល់ដីហើយខ្ញុំក៏ថតលេងទៅហើយតែអានេះទេសភាពវានៅពលាននៅខ្វាងជូវាមើលទៅមានន័យអស្ចារ្យបណ្ដាពលាននឹងធំមែនតើធំណាស់ឡើងមើលជិះទៅដល់មកទៅដល់កន្លែងចំណតដែលយើងឈប់ដូរជើងឡើងចុះចេញដូរជើងហើយគាត់នឹងជិះទៅរង40នាទីធំមែនតើវារត់ទៅឡានទៅតាមផ្លូវគេចឹង40នាទីមកដល់ចង់ធុញហើយមុំយើងចុះដូរជើងដើររួចជើងទៀតបាទនេះមើលចង់ដើរស៊ូគេពេញពលានដែរខានមកឡើង3ឆ្នាំ4ឆ្នាំមកទៅចឹងទៅវិលដែរតែពេលដើរស៊ូគេពេញហ្នឹងហើយខ្ញុំមកដល់កន្លែងរងចាំហើយរងចាំពីខ្វាងជូឡើងមកជប៉ុនទៀតហ្នឹងគឺកន្លែងចំណតដែលខ្ញុំរងចាំនៅខ្វាងជូឡើងទៅជប៉ុនអញ្ចឹងឡើងទៅជប៉ុនត